Sustain អ្នកទាំងអស់គ្នាខ្ញុំបាទម្ចាស់ Night Grade 6បាទនៅក្នុងវីដេអូនេះដែរខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីកលុយខ្លីៗទាក់ទងទៅនឹងការប្រើប្រាស់password item របស់ AK បាទមានសំណួរមួយចាត់សួរថាតើ password item របស់ AK នេះគឺគេប្រើប្រាស់ដើម្បីអ្វីហើយគេបង្កើតរបៀបម៉េច change password របៀបម៉េច remove របៀបម៉េចបើសិនជាភ្លេចអ្វីទាំងអស់តើយើងត្រូវធ្វើបែបម៉េចបាទវីដេអូនេះគឺខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីបញ្ហាទាំងអស់នេះបាទដើម្បីបង្កើត password ចាក់សោ item នេះបានគឺដំបូងគឺយើងត្រូវចុចទៅលើគុណសោសុវត្ថិភាពហ្នឹងបន្ទាប់មកទៀតគឺយើងចុចពីថា start protection បាទបន្តមកទៀត click លើពាក្យថា confirm បាទនៅត្រង់កន្លែងពាក្យថា new password នេះគឺគេចង់ឲ្យយើងបំពេញ password ថ្មីចូលបាទ password ថ្មីនេះគឺយើងដាក់អ្វីក៏បានដែរឲ្យទៅស្រួលចាំទៅតាមចំណង់ចំណូលចិត្តរបស់យើងណាបាទឥឡូវហ្នឹងគឺខ្ញុំដាក់1 2 3 4បាទប៉ុន្តែចង់បញ្ជាក់អ្នកទាំងអស់គ្នាពីរបៀបប្រើប្រាស់ keyboard នេះបន្តិចគឺនៅពេលដែលយើងចុចគឺវាត្រូវផ្លាស់ប្ដូរបាទ1 2 3 4បាទ keyboard នេះគឺវាមានភាពចល័តគឺវាមានភាពញ៉ៃញ៉ៃបាទដើម្បីឲ្យបាទនៅត្រង់ចំណុចពាក្យថា confirm new password នេះមានន័យថាត្រូវវាយដូចគ្នាទៅនឹង password ថ្មីដែលយើងយកដាក់មិញហ្នឹងណាបាទដើម្បីកុំឲ្យលេខកូដនឹងវាចល័តគឺយើងចុចទៅពាក្យថា lock នេះទៅបាទគឺលេខកូដហ្នឹងគឺវាឈប់រត់ហើយបាទ1 2 3 4បាទនៅត្រង់ security question នេះគឺវាប្រៀបដូចជា secondary password ចឹងគឺមានន័យថាតើតើយើងមានសំណួរនឹងចម្លើយហ្នឹងទើបយើងអាច remove password នឹងបានទាំងមូលហ្មងណាបាទគឺយើងអាច remove password នឹងបានដោយប្រើរយៈពេលខ្លីបាទគឺ remove បានភ្លាមឥឡូវគឺខ្ញុំដាក់ឧទាហរណ៍ខ្ញុំយកឥឡូវគេសំណួរគេសួរថា what's your mother maiden បាទគឺខ្ញុំយកឥឡូវគេទៅបាទហើយចម្លើយគឺខ្ញុំដាក់ grade 6បាទបន្ទាប់មកគឺវាសួរសំណួរបញ្ជាក់ម្ដងទៀតគឺយើងយកខាងលើដែរគេដាក់ចម្លើយ grade 6ដូច្នេះ password របស់យើងគឺចាក់បានជោគជ័យឥឡូវគឺខ្ញុំសូម log out ចេញទៅវិញសិនដើម្បីងាយស្រួលក្នុងការបង្ហាញបាទចង់បញ្ជាក់ថាតើ password item AK នេះគឺយើងប្រើប្រាស់ដើម្បីអីគឺ password នេះគឺយើងប្រើប្រាស់ដើម្បីការពារអ្វីផ្សេងនៅលើ hero AK របស់យើងដូចជាការពារអំភ័យពីការចាយវាយឧទាហរណ៍យើងស្គាល់ password ចូលលេងអញ្ចឹងគឺគេអាចចាយអំភ័យក៏ដូចជាចាយ go ក៏ដូចជាកំទេចកំភ្លើង forward របស់យើងកំទេចកៅអៅរបស់យើងឬក៏ Clash Clan ក៏ដូចជាកំទេចសัตว์បាទអញ្ចឹងគឺបើសិនជាមិត្តភក្តិយើងគ្មាន password នេះទេគឺគេអត់មានសិទ្ធធ្វើអ្វីទាំងឡាយគឺគេគ្រាន់តែមានសិទ្ធលេង hero របស់យើងតែប៉ុណ្ណោះបាទឥឡូវនេះបើសិនជា password នេះខ្ទាស់សោអញ្ចឹងគឺឧទាហរណ៍មិត្តភក្តិយើងចូលគឺចង់ destroy កំភ្លើងរបស់យើងគឺមិនអាច destroy បានទេបើសិនជាចង់ destroy ឬក៏ធ្វើអ្វីផ្សេងគឺត្រូវដោះ password នឹងជាមុនសិនបើសិនជាមិត្តភក្តិយើងមិនដឹងគឺមិនអាចធ្វើអ្វីបានទាំងអស់បាទក៏ដូចជាកំទេចកៅអៅក៏ដូចជាបលែងសัตว์ចោលបាទដូចជាយក item ពីក្នុង mail ក៏ដូចជាទិញអីវ៉ាន់ផ្សេងបើសិនជាគ្មាន password item គឺយើងមិនអាចដោះគឺក៏មិនអាចធ្វើអ្វីបានឡើយគឺយើងមានសិទ្ធិត្រឹមតែលេងរបស់ដែលមានស្រាប់នៅក្នុងហ្នឹងតែប៉ុណ្ណោះបាទឥឡូវនេះបើសិនជាយើងដោះ password នឹងចេញបាទយើងវាយ1 2 3 4មកយើងទៅបាទនៅពេលដែលយើងដោះបានជោគជ័យគឺវាមានរូបដូចនាឡិកាមួយនៅខាងហ្នឹងបាទសូមឲ្យច្បាស់នេះរូបនាឡិកាទូចមួយក្បាលមានន័យថាយើងដោះបានជោគជ័យបាទនៅពេលដែលយើងដោះគឺនៅពេលដែលយើងចូលលេងម្ដងគឺយើងគ្រាន់តែដោះម្ដងហ្នឹងទៅបាទណាវាជប់ឲ្យដោះរហូតហើយបាទហើយនៅពេលដែលយើងដោះអញ្ចឹងគឺយើងមានសិទ្ធអាចកំទេចអ្វីក៏ដូចជាធ្វើគឺមានសិទ្ធកំទេចកំភ្លើងក៏ដូចជាឲ្យទិញអីវ៉ាន់ក៏ដូចជាធ្វើអ្វីបានដូចធម្មតាអញ្ចឹងណាបាទហើយមួយវិញទៀតតកតងទៅនឹងសារៈប្រយោជន៍នៃការប្រើកុនសោហ្នឹងគឺខ្ញុំបាននិយាយអស់ហើយមួយទៀតគឺតកតងទៅនឹងការ remove ចង់ថាដោះវាចេញវិញភ្លាមបាទតើយើងដោះវារបៀបម៉េចបាទដើម្បី remove password នឹងបានភ្លាមគឺយើងចុចទៅលើពាក្យថា remove បាទសូមចុចទៅលើពាក្យថា remove នេះ
បាទនៅពេលដែលយើងចុច remove គឺវាទាមទារសំណួរឲ្យនឹងចម្លើយអញ្ចឹងសំណួរគឺយើងដាក់នៅពេលដែលយើងមកកើតហ្នឹងគឺយើងខាងខ្ញុំដាក់លេខខាងលើគេហើយចម្លើយគឺខ្ញុំដាក់ grade 6 បាទកន្លែងហ្នឹងគឺយើងដាក់អីពេលបង្កើតគឺយើងដាក់អីគឺនៅពេលដែលយើងដោះវិញគឺយើងដាក់ដូចគ្នាអញ្ចឹង password នេះគឺយើងវាយដូចទៅនឹងហើយគៀនខាងនេះ K6J5 នៅពេលដែលយើងចុច confirm មកគឺយើង remove បានជោគជ័យធម្មតាភ្លាមបាទនៅពេលដែលយើងមានសំណួរនឹងចម្លើយគឺយើង remove password នឹងបានភ្លាមបាទហើយមួយវិញទៀតឥឡូវនេះគឺខ្ញុំសាកចាក់វិញបាទសំទោសដែលរងចាំយូរបាទចង់និយាយថានៅពេលដែលយើងចង់ដូរ password ថ្មីគឺឧទាហរណ៍ password យើង1 2 3 4អញ្ចឹងគឺយើងចង់ដូរដាក់អ្វីផ្សេងគឺយើងត្រូវប្រើគឺយើងចង់ដូរដាក់អីផ្សេងទៅតាមចិត្តរបស់យើងគឺយើងត្រូវប្រើនៅលើពាក្យថាកន្លែង change password នេះកន្លែងនេះគឺប៊ូតុងនេះគឺយើងប្រើសម្រាប់ change password ដោះគុណសោយើងណាបាទឥឡូវនេះគឺយើងអំបញ្ញវិញគឺខ្ញុំដាក់1 2 3 4ឥឡូវគឺខ្ញុំសុំដូរដាក់ grade 6ចុះបាទគឺ all password គឺយើងវាយ1 2 3 4របស់យើងទៅ1 2 3 4 new password គឺយើងវាយពាក្យថា grade 6បាទនេះគឺជា password ដែលខ្ញុំចង់ដូរដាក់ថ្មី confirm នឹងគេដាក់ successfully change your password is grade 6បាទពេលនេះវាចេញបែបនេះគឺមានថា password item នេះគឺដូរបានដូរទៅ grade 6បានគឺដូរទៅជា password grade 6ហើយបាទហើយសំណួរមួយទៀតសួរថានៅពេលដែលយើងបាត់ password ទាំងអស់យើងអត់មានទាំងសំណួរអត់មានទាំង password វាតើយើងត្រូវធ្វើដូចម្ដេចបាទឥឡូវនេះគឺខ្ញុំសុំដោះខ្ញុំសុំ log out សិនបាទនៅពេលដែលយើងlog in ចូលវិញគឺគុណសោវាចាក់ចេះហើយបើសិនយើងគ្មាន password នេះគឺយើងមិនអាចដោះបានឡើយបាទហើយសំណួរមួយទៀតសួរថាបើសិនជាយើងអត់មានអ្វីទាំងអស់ហើយគុណសោនឹងជាប់តែយើងត្រូវធ្វើដូចម្ដេចបាទសម្រាប់បញ្ហាមួយនេះគឺយើងអាចដោះស្រាយបានដោយគ្រាន់តែប្រើចុចទៅលើគុណសោនឹងបន្ទាប់មកចុចទៅលើពាក្យថា fork remove បាទគឺយើងប្រើប្រាស់ទៅលើប៊ូតុង fork remove នេះគឺប៊ូតុងខាងស្ដាំដៃបាទសម្រាប់ប៊ូតុងនេះដែរគឺប្រើប្រាស់នៅពេលដែលយើងភ្លេចអ្វីទាំងអស់ភ្លេចទាំងសំណួរចម្លើយបាទភ្លេចទាំង password អញ្ចឹងគឺនៅក្នុងហ្នឹងគឺគេដាក់ថាបើសិនជាចង់បំបែក password នេះបានគឺត្រូវប្រើរយៈពេល7ថ្ងៃមានន័យថា password ដែលចាក់ហ្នឹងគឺរយៈពេល7ថ្ងៃគឺវានឹងដោះ automatic បាទឥឡូវគឺយើងគ្រាន់តែចុចលើពាក្យ confirm អញ្ចឹងគឺវាកូនសោវាលោតក្រហមអញ្ចឹងយើងមានថាការលេងហ្នឹងគឺយើងលេងដោយមិនបាច់ប្រើសោនឹងរយៈពេល7ថ្ងៃអញ្ចឹង7ថ្ងៃក្រោយគឺកូនសោនឹងត្រូវបានខ្ទាស់ដោះដោយខ្លួនឯងបាទយើងចង់ដាក់ថ្មីក៏បានឬក៏យើងចង់មិនបាច់ដាក់ក៏បានដែរប៉ុន្តែបើសិនយើងដាក់គឺវាអាចការពារអ្វីទាំងអស់របស់យើងបានណាបាទសម្រាប់តកតងទៅនឹងការប្រើប្រាស់ password item នៅក្នុង AK គឺសូមអស់ត្រឹមប៉ុណ្ណឹងខ្ញុំបាទចាស់អ្នក grade 6សូមអរគុណក៏សូមជម្រាបលា